កាយឃ្លាយើងខ្ញុំរីករាយណាស់ដែលបានវិលមកបំពេអារម្មណ៍របស់អស់លោកសាជាថ្មីម្ដងទៀតផលិតកម្មកាយឃ្លាយើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនលោកស្រីនិងនាងកញ្ញាដែលបានគាំទ្រដល់កាសែតអត្ថាធិប្បាយផលិតកម្មកាយឃ្លាយើងខ្ញុំហើយផលិតកម្មយើងខ្ញុំខិតខំរិះរកចង់ក្រងជាអត្ថបទអត្ថាធិប្បាយឲ្យបានសមបំណងរបស់អស់លោកអ្នកនៅក្នុងភាគទី31ហើយលើកនេះផលិតកម្មផ្កាយខៀវយើងខ្ញុំបានជ្រើសរើសយកបទចម្រៀងមនោសញ្ចេតនារបស់លោកកែវសារ៉ាមកបម្រើសោទិញ្ញារម្មណ៍របស់អស់លោកស្រីនិងអ្នកនាងកញ្ញានៅពេលនេះឲ្យសមបំណងពេលនេះលោកកែវសារ៉ាបានចូលខ្លួនមកបម្រើជាថ្មីម្ដងទៀតហើយលើកនេះផលិតកម្មយើងខ្ញុំសន្យាមិនខុសពីលើកមុនទៀតឡើយលោកកែវសារ៉ាបានលាចាកលោកនេះក៏ពិតមែនតែសំនៀងរបស់លោកបានដក់ជាប់នៅក្នុងក្រអៅបេះដូងកុលបុត្រកុលធីតានិងអ្នកសិល្បៈជំនាន់ក្រោយៗឲ្យចងចាំមិនភ្លេចនៅសំនៀងអមតៈរបស់លោកហើយសំនៀងរបស់លោកនៅពេលនេះមិនអាចអ្នកសិល្បៈជំនាន់ក្រោយមកប្រៀបផ្ទឹមឲ្យស្មើបានឡើយតែឥឡូវនេះខ្ញុំជាអ្នកនិពន្ធសូមបង្វិលអារម្មណ៍អស់លោកនិងអ្នកស្ដាប់ងាកមកស្ដាប់សំនៀងរបស់លោកកែវសារ៉ាវិញម្ដងពេលនេះលោកកំពុងរៀបការគូថ្មីតើលោកមានអារម្មណ៍យ៉ាងណាដែរ